នេះកណ្ដាប់ដៃកីឡាករមកពីខាងប្រាំងនេះធម្មតានេះបងប្អូនមើលម្ដាយរបស់គាត់នេះបោះជង្គង់កែងកណ្ដាប់ដៃអីគឺមកកម្លេដូច្នេះធីរ៉ាជុំទី2យើងធ្វើការងារធ្ងន់ដែរចឹងណាធីរ៉ាគាត់រៀងចាយកម្លាំងយើងតិចជាងព្រោះគាត់វាយតែមួយជុំទេគណៈកីឡាករអីវាជាស្រ័យវាយតែមួយទឹកទេគណៈកីឡាករបារាំងគឺវាយពីទឹកដូច្នេះបងប្អូនកុំភ្លេចរងចាំទស្សនាបន្តទៀតមើលតើធីរ៉ាអាចឆ្លងផុតជុំទី2ឡើងទៅជុំបន្តក៏ដូចជាឡើងទៅជុំទី3ដើម្បីទៅដើមឡាននេះជាស្រ័យទៅដើមផ្ទះហេបងប្អូននោះសិននេះនៅកណ្ដាលចូលវាយឆ្វេងទៀតរបស់លូវីសបោះជង្គង់មួយចាក់ជង្គង់មួយទៀតរបស់លូវីសគាត់ឆ្វេងរបស់លូវីសវាយឆ្វេងទៀតរបស់លូវីសនោះសិននេះនៅកណ្ដាលចូលហេមួយរបស់លូវីសស្នាប់ហេឆ្វេងរបស់លូវីសអូបាទមកដៃមកជើងឆ្ងាញ់បាត់ជាក់ដែរវាយឆ្វេងរបស់លូវីសវាយឆ្វេងថែមស្នាប់ផុតបាត់លូវីសគាត់ជើងក្រោមរបស់នោះសិននេះចូលទៅចាប់ការវាRossi, ściany!គាត់ជើងក្រោមមកទៀតបាត់ស្រាមគាត់ជើងក្រោមផុតបាត់មកនេះនោះសិននេះRossi, ស្រាមរបស់លូវីសឆ្វេងចាក់ចន្ទុះស្រាមរបស់លូវីសដាច់ព្រួលទៀតពីលូវីសRossi, un Bessonia. Ściany, gol. រើព្រួយដល់បន្តទៀតGol ស្ទីវាយឆ្វេងគាត់ពីលូវីសឡើងចូលទៀតធាក់ត្រង់នោះតែចន្ទុះនេះវាពីបាត់ទៅស្ទេចូលអត់ទៀតបាត់គាត់មួយចូលកចាំការពារបាត់ហើយបាទអត់អីទេបាទលូតបានលុបឲ្យក្លេះវិញបុតគាត់ទៅគឺកចាប់បានចូលឆ្វេងអូបាទ3 4 5ទៅហើយមិននៅទេបាទលោកកញ្ញាកណ្ដាលគ្រូវិន័យមិនជប់ហើយចូលឡើងណាមិនបាទគាត់តែបាទចប់ពីចូលកចាប់ការពារមកចូលកណ្ដាប់ដៃឆ្វេងបាទរបស់លូវីសកន្លែងក៏មកពីបារាំងបាទចូលធ្ងន់បាទអូថ្គៀមបាទចាំមើលរូបភាពទៀតរបស់បាញ់ទស្សនិកជនបាទចូលធ្ងន់បាទគាត់ជើងក្រោមនេះឃើញទេបាទបែរហើយគាត់កាត់បាទគាត់ចំហខាងឆ្វេងវាបែរធៀមល្អណាស់បាទនៅតែជួបបន្តបាទតែគូមុនមួយហាឥឡូវមកគូនេះគូមិនដែរបាទរូបទៀតបាទប្រកបទូទីជួយដល់គណៈកម្មការបច្ចេកទេសប្រកាសផលជម្លើកការចាសសូមអរគុណបង្គោលក្រហមកីឡាករបារាំង